តែឆ្នាំថ្មីចូលមកដល់មនុស្សគ្រប់គ្នាតែងតែមានក្តីសម័យមួយមិនថាក្តីសម័យតូចមិនថាក្តីសម័យធំហើយតែងតែសម័យថាថ្ងៃណាមួយនឹងអាចសម្រេចក្តីសម័យនោះបានប៉ុន្តែឆ្នាំថ្មីខ្លះទៅជាឆ្នាំចាស់ម្ដងជាពីរដងហើយក៏លេចមកមើលក្តីសម័យដែលយើងតែងតែពងគិតថានឹងធ្វើឲ្យបានសម្រេចវិញគឺវានៅតែដដែលអត់មានអីប្រែប្រួលសោះសំណួរសួរថាតើហេតុអីបានជាមនុស្សភាគច្រើនមិនអាចសម្រេចក្តីសម័យរបស់ខ្លួនឯងបានមូលហេតុមិនមែនមកពីពួកគេមិនឆ្លាតមិនមែនមកពីពួកគេគ្មានសមត្ថភាពហើយក៏មិនមែនពួកគេគ្មានឱកាសដែរប៉ុន្តែគ្រាន់តែពួកគេចូលចិត្តធ្វើនៅសកម្មភាពមួយចំនួនដែលកំពុងបំផ្លាញក្តីសម័យរបស់ខ្លួនដោយមិនដឹងខ្លួនហើយបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ឲ្យពេលវេលាកន្លងផុតទៅហើយក្តីសម័យនៅតែដដែលទេសូមមើលវីដេអូនេះឲ្យបានដល់ចប់ហើយខ្ញុំនឹងចែករំលែកសកម្មភាពមួយចំនួនដែលយើងគួរតែជៀសវាងវាបើសិនជាអ្នកទាំងអស់គ្នាមិនចង់ឲ្យខ្លួនឯងជាប់គាំងនៅកន្លែងដដែលពីមួយឆ្នាំទៅមួយឆ្នាំចំណុចទី1ខ្លាចបរាជ័យជាងខ្លាចការស្ដាយក្រោយមនុស្សជាច្រើនមិនបានចាប់ផ្ដើមធ្វើអីមួយមិនមែនមកពីពួកគេអត់មានសមត្ថភាពធ្វើវាទេប៉ុន្តែព្រោះតែពួកគេខ្លាចពីថាបរាជ័យពេលដែលពួកគេចង់ចាប់ផ្ដើមអីមួយគេតែងតែសួរខ្លួនឯងថាបើសិនជាខ្ញុំធ្វើហើយទៅបរាជ័យតើខ្ញុំនឹងខ្លាចទៅជាយ៉ាងណាហើយចុះបើសិនជាខ្ញុំធ្វើទៅតិចអ្នកផ្សេងនិយាយឡូពីខ្ញុំមើលហើយដោយសារតែពាក្យថាខ្លាចទាំងអស់ហ្នឹងឯងក៏បានធ្វើឲ្យមនុស្សមួយចំនួនចាប់ផ្ដើមបោះបង់ក្តីសម័យរបស់ខ្លួនឯងចោលដោយជ្រើសរើសយកការដែលមិនធ្វើអីសោះតែតើគ្នាដែលសាកសម័យអត់ថាបើសិនជាអនាគត5ឬក៏10ឆ្នាំក្រោយយើងឃើញមិត្តភក្តិរបស់យើងគេមានការងារល្អមានលុយមានឡានមានផ្ទះមានគ្រួសារហើយរស់នៅយ៉ាងមានសុភមង្គលតែក៏លេចមកមើលជីវភាពខ្លួនឯងវិញនៅតែដដែលអត់មានរីកចម្រើនសោះមានតែដុនដាបទៅហើយរីឯសុខភាពវិញក៏កាន់តែចាស់ទៅទៀតតើនៅពេលនោះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្ដាយក្រោយដែរឬទេច្បាស់ណាស់យើងប្រកាសជាស្ដាយក្រោយស្ដាយដែលយើងបានខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពអត់បានបំពេញក្តីសម័យរបស់ខ្លួនព្រោះតែខ្លាចពីថាបរាជ័យដោយជ្រើសរើសយកការមិនធ្វើអីសោះភាពសនុកវាធ្វើឲ្យយើងមានអារម្មណ៍ថាមិនចាំបាច់ហត់មិនចាំបាច់គិតច្រើនហើយមិនចាំបាច់មានសម្ពាធពីសម្ដីអ្នកដទៃតែតាមពិតទៅអារម្មណ៍សុខសួរទាំងអស់នោះវាគឺជាសត្រូវក្នុងខ្លួនដែលកំពុងតែបំផ្លាញអនាគតរបស់យើងការដែលយើងនៅមួយកន្លែងវាធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការបញ្ចេញសមត្ថភាពដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាមិនចង់ឲ្យខ្លួនឯងស្ដាយក្រោយទេចូលខិតខំពង្រឹងខ្លួនឯងចាប់ផ្ដើមស្វាស្វែងធ្វើការតាំងខ្លួននៅក្មេងពេលដែលយើងនៅក្មេងយើងដួលប្រហែលដងក៏យើងនៅមានកម្លាំងដើម្បីងើបឡើងប៉ុន្តែបើសិនជាយើងចាប់ផ្ដើមពេលដែលយើងចាស់វិញនោះយើងប្រហែលជាមានកត្តាជាច្រើនមករារាំងភាពជោគជ័យរបស់យើងព្រោះតែកម្លាំងរបស់យើងក៏ចាប់ផ្ដើមចុះខ្សោយហើយបញ្ញាស្មារតីរបស់យើងក៏ចាប់ផ្ដើមអន់ថយទៅតាមនោះដែរនឹងមានកត្តាជាច្រើនទៀតដែលនឹងមករំខានយើងដូច្នេះត្រូវចាំថាការបរាជ័យអាចធ្វើឲ្យយើងឈឺចាប់មួយផ្លែតហើយយើងនៅតែអាចងើបឡើងនិងមានឱកាសជោគជ័យតែបើសិនជាយើងមិនធ្វើអីសោះនោះយើងនឹងមានវិបត្តិសារីហើយនឹងស្ដាយក្រោយអស់មួយជីវិតពេលវេលាគឺមិនចាំយើងទេព្រោះថាបើសិនជាយើងខ្លួនឯងមិនប្រឹងទេគឺអត់មាននរណាគេមកប្រឹងជំនួសយើងឡើយចំណុចទី2ការពន្យាពេលជានិច្ចការពន្យាពេលគឺជាសត្រូវដ៏ស្ងៀមស្ងាត់របស់ក្តីសម័យវាមិនបានមកបំផ្លាញយើងភ្លាមទេប៉ុន្តែវាធ្វើឲ្យក្តីសម័យរបស់យើងនឹងបាត់បន្តិចម្ដងនៅថ្ងៃនេះយើងប្រាប់ខ្លួនឯងថាចាំថ្ងៃស្អែកសប្តាហ៍នេះយើងប្រាប់ថាចាំខែក្រោយឆ្នាំនេះយើងប្រាប់ខ្លួនឯងទៀតថាចាំឆ្នាំក្រោយរហូតដល់ថ្ងៃមួយពេលដែលយើងភ្ញាក់ពីគេងមកមិនយើងដឹងថាពេលវេលាគឺវាបានកន្លងផុតទៅហើយក្តីសម័យរបស់យើងគឺវានៅតែដដែលដូចនេះហើយជួយបង្កាត់លេសឲ្យខ្លួនឯងទៀតចូលពជាពេលចាប់ផ្ដើមធ្វើវាចាប់ពីថ្ងៃនេះដោយចាប់ផ្ដើមធ្វើពីសកម្មភាពតូចជំនួសឲ្យពាក្យថាចាំស្អែកផ្លាស់ប្ដូរទៅជាការធ្វើសកម្មភាពទោះមួយថ្ងៃធ្វើ10នាទីក៏វាគ្រាន់បើជាងការដែលយើងអត់ធ្វើអីសោះដែរទី3ចង់បានលទ្ធផលលឿនពេកក្តីសម័យត្រូវការពេលវេលាប៉ុន្តែមនុស្សភាគច្រើនដែលរស់នៅក្នុងសង្គមនេះគឺចង់បានលទ្ធផលឆាប់រហ័សពេលដែលមិនឃើញលទ្ធផលក្នុងរយៈពេលខ្លីមនុស្សក៏ចាប់ផ្ដើមបាក់ទឹកចិត្តហើយបបង់ក្តីសម័យចោលព្រោះគិតថាទោះធ្វើយូរប៉ុណ្ណាក៏មិនបានផលប៉ុន្តែពួកគេភ្លេចគិតថារឿងធំៗទាំងអស់កើតចេញពីការតស៊ូការអត់ធ្មត់ក្រែងនឿយហើយនឹងត្រូវការពេលវេលារយៈពេលយូរដូច្នេះមុននឹងចង់បោះបង់អ្វីមួយសូមនឹកដល់ពេលវេលាដំបូងដែលយើងចង់ចាប់ផ្ដើមធ្វើការងារនោះយើងនឹងមានកម្លាំងចិត្តមកវិញដោយថ្ងៃដំបូងដែលយើងចង់ចាប់ផ្ដើមធ្វើវាដែរចំណុចទី4ស្ដាប់ពាក្យអវិជ្ជមានច្រើនពេកពេលដែលយើងចាប់ផ្ដើមធ្វើអីមួយដើម្បីបំពេញក្តីសម័យរបស់យើងតែងតែមានអ្នកនិយាយថាយើងអត់អាចធ្វើវាបានទេយើងមិនស័ក្តិសមនឹងធ្វើការងារនឹងទេហើយអ្នកទាំងអស់គ្នាជឿគាត់ថាបើសិនជាអ្នកទាំងអស់គ្នាជឿពេលទាំងអស់នេះ
ក្តីសម័យរបស់អ្នកទាំងអស់គ្នានឹងរលាយចិត្តជាមិនខានព្រោះថាវាទាំងអស់នោះវាធ្វើឲ្យយើងបាក់ទឹកចិត្តលែងមានជំនឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯងដូច្នេះហើយពេលដែលចង់ចាប់ផ្ដើមធ្វើអីមួយយើងអាចប្រាប់តែមនុស្សក្បែរខ្លួនដែលពួកគេអាចលើកទឹកចិត្តយើងហើយមិនចាំបាច់ប្រាប់អ្នកណាដែលចូលចិត្តនិយាយបំបាក់ទឹកចិត្តយើងទេព្រោះថាមនុស្សមួយចំនួនគេអត់ចង់ឃើញយើងជោគជ័យជាងគេទេមានមនុស្សតិចបំផុតដែលចង់ឃើញយើងជោគជ័យពិតប្រាកដដោយប្រការនេះហើយចូលសម្ងំធ្វើកិច្ចការអីមួយដោយភាពស្ងៀមស្ងាត់ហើយបន្តធ្វើវារហូតដល់ថ្ងៃមួយដែលយើងអាចសម្រេចក្តីសម័យខ្លួនឯងបានហើយទុកឲ្យពេលវេលានោះបង្ហាញគ្រប់គ្នាឲ្យដឹងថាយើងពិតជាមានសមត្ថភាពពិតប្រាកដមែនចំណុចទី5គឺភាពខ្លួនឯងជាមួយនឹងអ្នកដទៃនៅពេលដែលយើងមើលភាពជោគជ័យរបស់គេហើយយើងក៏ចាប់ផ្ដើមមើលមកខ្លួនឯងហើយគិតថាខ្លួនឯងអន់ប៉ុន្តែអ្នកទាំងអស់គ្នាភ្លេចគិតថាយើងកំពុងតែប្រៀបធៀបជំហានទី1របស់យើងជាមួយនឹងជំហានទី10របស់គេហើយការប្រៀបធៀបនេះគឺវាអត់មានភាពយុត្តិធម៌សម្រាប់ខ្លួនឯងទេពេលត្បិតតែអ្នកដទៃមុននឹងគេមកដល់ជំហានទី10នេះគេក៏ធ្លាប់ចាប់ផ្ដើមពីជំហានទី1ដូចយើងដែរដូច្នេះឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃទៀតប៉ុន្តែត្រូវប្រៀបធៀបខ្លួនឯងជាមួយម្សិលមិញថាតើថ្ងៃនេះយើងបានធ្វើអ្វីល្អជាងម្សិលមិញហើយឬនៅនេះបានគេហៅថាគឺជាការប្រៀបធៀបដ៏ល្អចំណុចទី6រស់សម្រាប់អ្នកដទៃមនុស្សមួយចំនួនចង់ធ្វើអីដើម្បីបំពេញក្តីសម័យរបស់ខ្លួនប៉ុន្តែត្រូវបោះបង់ក្តីសម័យរបស់ខ្លួនឯងចោលវិញព្រោះតែកត្តាគ្រួសារកត្តាសង្គមក៏ដូចជាកត្តាមនុស្សដែលនៅជុំវិញខ្លួនពេលដែលរៀនជិតចប់ទី12គេគិតថានឹងចង់រៀនផ្នែកវិស្វករប៉ុន្តែកត្តាគ្រួសារចង់ឲ្យធ្វើការជាគ្រូបង្រៀនដើម្បីបានចូលធ្វើការផ្នែករដ្ឋហើយយើងក៏ត្រូវសម្រេចចិត្តធ្វើតាមពួកគាត់តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងថាតើអ្នកទាំងអស់គ្នារស់នៅដើម្បីខ្លួនឯងឬក៏រស់នៅដើម្បីអ្នកដទៃហេតុអីបានជាយើងយល់ព្រមធ្វើការងារដែលយើងមិនបានស្រឡាញ់ដូចនេះហើយមុននឹងយើងសម្រេចចិត្តធ្វើអ្វីមួយតាមអ្នកដទៃត្រូវសួរខ្លួនឯងថាតើយើងពិតជាចង់ធ្វើវាដែរឬទេហើយតើថ្ងៃមុខយើងអាចធ្វើការងារនោះបានរហូតឬក៏យើងបោះបង់វាចោលកដាទេត្រូវចាំថាយើងអាចផ្គាប់ចិត្តអ្នកដទៃបានប៉ុន្តែយើងមិនអាចផ្គាប់ចិត្តអ្នកដទៃរហូតទេព្រោះថាបើសិនជាយើងផ្គាប់ចិត្តអ្នកដទៃពេកវានឹងធ្វើឲ្យយើងបាត់បង់ភាពជាខ្លួនឯងចំណុចទី7គឺថាខ្លួនឯងមិនទាន់ត្រៀមរួចរាល់ពាក្យថាខ្ញុំមិនទាន់ត្រៀមទេស្ដាប់ទៅវាហាក់ដូចជាមានហេតុផលតែការពិតវាគឺជាវិធីពន្យាពេលដែលសម្រាប់ក្តីសម័យយើងដោយស្ងៀមស្ងាត់ឧទាហរណ៍ថាមនុស្សម្នាក់ចង់និយាយអង់គ្លេសបានល្អប៉ុន្តែគាត់គិតថាខ្ញុំមិនទាន់ត្រៀមខ្លួនទេព្រោះតែខ្លាចនិយាយទៅខុសតែការពិតអ្នកដែលគាត់និយាយប្រកែគឺសុទ្ធតែធ្លាប់និយាយខុសពីមុនមកតែអីដែលសំខាន់នោះគឺគេត្រៀមខ្លួនទទួលយកការកែប្រែនៅពេលដែលគេនិយាយខុសហើយគេប្រឹងអភិវឌ្ឍជំនាញនិយាយរបស់គេរហូតខ្លាយទៅជាអ្នកនិយាយដ៏ប្រកែម្នាក់ដូច្នេះហើយគ្មាននរណាគេម្នាក់ដែលចាប់ផ្ដើមមកដោយមានអីរួចជាស្រេចទេតែគេរៀននៅពេលដែលគេចាប់ផ្ដើមធ្វើហើយគេនឹងកាន់តែចាស់នៅពេលដែលគេធ្វើខុសគេរងមាំនៅពេលដែលគេជួបបញ្ហាអញ្ចឹងបើសិនជាយើងរងចាំដល់យើងមានទំនុកចិត្តមានជំនាញឬក៏មានផែនការល្អឥតខ្ចោះនោះប្រកាសណាស់យើងនឹងមិនអាចចាប់ផ្ដើមធ្វើវាបានទេចំណុចទី8រស់តាមអារម្មណ៍មិនតាមគោលដៅមនុស្សមួយចំនួនចូលចិត្តធ្វើការងារតាមអារម្មណ៍ថ្ងៃណាដែលគេមានអារម្មណ៍ល្អគេមានកម្លាំងគេមានទឹកចិត្តគេក៏ធ្វើថ្ងៃណាអស់កម្លាំងធុញអត់ចង់ធ្វើគេក៏ឈប់បញ្ហាគឺថាអារម្មណ៍មនុស្សគឺអត់ដែលស្ថិតថេរវាឡើងវាចុះជារៀងរាល់ថ្ងៃហើយបើសិនជាយើងអនុញ្ញាតឲ្យអារម្មណ៍ជាអ្នកកំណត់ការធ្វើការរបស់យើងនោះក្តីសម័យរបស់យើងនឹងម្ដងធ្វើម្ដងឈប់ការងារនឹងយឺតឬក៏មិនអាចទៅមុខសោះហើយដើម្បីសម្រេចក្តីសម័យពិតប្រាកដគឺវាអត់ត្រូវការអារម្មណ៍ល្អជារៀងរាល់ថ្ងៃទេវាត្រូវការការបដិញ្ញាវិន័យហើយត្រូវធ្វើវាទោះបីជាយើងមិនចង់ក៏ដោយមនុស្សដែលទៅដល់គោលដៅរបស់ខ្លួនមិនមែនជាមនុស្សដែលមានអារម្មណ៍ល្អរហូតទេប៉ុន្តែជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានធ្វើមិនឈប់ទោះបីជាមិនមានអារម្មណ៍ធ្វើក៏នៅតែធ្វើសរុបមកនៅក្នុងវីដេអូនេះគឺចង់ឲ្យអ្នកទាំងអស់គ្នារៀនចាប់ផ្ដើមធ្វើសកម្មភាពដើម្បីបំពេញក្តីសម័យរបស់ខ្លួនឯងចាប់ពីថ្ងៃនេះទៅហើយកុំខ្លាចបរាជ័យកុំធ្វើការប្រៀបធៀបជំហានទី1របស់ខ្លួនឯងជាមួយនឹងជំហានទី10របស់អ្នកដទៃចេះមានវិន័យមានការបដិញ្ញាចិត្តបន្តធ្វើជារៀងរាល់ថ្ងៃនោះក្តីសម័យយើងនឹងក្លាយទៅជាការពិតបើសិនជាបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះមានសារៈប្រយោជន៍សូមធ្វើការចែករំលែកវីដេអូនេះទៅកាន់មនុស្សដែលអ្នកទាំងអស់គ្នាស្គាល់ដើម្បីឲ្យពួកគាត់ជៀសវាងសកម្មភាពខាងលើដើម្បីឲ្យពួកគាត់អាចសម្រេចក្តីសម័យរបស់ខ្លួនដូចអ្នកទាំងអស់គ្នាដែរហើយអាចខមមិនខាងខមឲ្យខ្ញុំដឹងផងថាតើសកម្មភាពមួយណាដែលបងប្អូនទាំងអស់គ្នាតែងតែប្រព្រឹត្តអត់ដឹងខ្លួនហើយចង់សួរថាពេលណាបងប្អូនទាំងអស់គ្នាចង់ចាប់ផ្ដើមកែប្រែខ្លួនឯងហើយកុំភ្លេចខមមិនខាងខមឲ្យខ្ញុំដឹងផងណាអរគុណបងប្អូនទាំងអស់គ្នាម្ដងទៀតសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃកុំភ្លេចជួយចុច like ដើម្បីផ្ដល់ជាកម្លាំងចិត្តហើយចុច subscribe ដើម្បីទទួលបានវីដេអូអប់រំបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយអរគុណ